เล่นตีนเรหายใต้เมฆสลังเพราะจีเพราะใส่ขเมงจังเรียกเรียคลังนั่งช่วยสาโตឈ្មោះអើយអឹមចន្ទថែនៅភូមិក្ដុលឃុំលំចង់ស្រុកសំរងខេត្តតាកែវនៅក្នុងភូមិរបស់នាងខ្ញុំមានបញ្ហាលំបាកដូចជាប្រព័ន្ធទឹកស្រោចស្រង់អើយដីស្រែភាសាយើងទៅធ្វើបន្លាយទឹកចឹងជួនណាខាងខ្ញុំទៅចឹងគេអត់សូវឲ្យអើយទឹកដាក់ក្នុងស្រែពួកអីគេថានិយមបាក់ពួកគេថាបើសិនឯងខាងសំរងស៊ីអញ្ចឹងឲ្យសំរងស៊ីមកជួយដោះស្រាយខ្ញុំឈ្មោះចិនរស្មីជាបច្ចុប្បន្នជាជំទប់ទី2ឃុំលំចង់ស្រុកសំរោងខេត្តតាកែវហើយពេលខាងមុខនេះខ្ញុំជាបេក្ខភាពមេឃុំរបស់គណៈបកសំស៊ីប្រចាំឃុំលំចង់ស្រុកសំរោងខេត្តតាកែវនេះឯងហើយទំនិញឡើងថ្លៃគ្រប់យ៉ាងទាំងអស់បាទឯផលកសិកម្មរបស់លោកជាកសិករ 85% គឺថោកពិសេសស្រូវប្រាំងបច្ចុប្បន្ននេះកំពុងច្រូតជាបដាតែឈ្មោះឲ្យតម្លៃថោកអញ្ចឹងបើសិនជាខ្ញុំជាប់ជាមេឃុំខ្ញុំបញ្ញាចិត្តថាទី1យើងមិនឲ្យឈ្មោះកម្រិតតម្លៃធ្វើឲ្យទិញផ្ដាច់តម្លៃថោកដូចបច្ចុប្បន្នហើយចំពោះបញ្ហាដែលផ្លូវថ្នល់ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នវាបានកសាងខ្លះហើយពិតមែនប៉ុន្តែគាត់គេធ្វើដោយគ្រោះក្រហមបាទគ្រោះក្រហមអញ្ចឹងហុយបញ្ហាទី3បើសិនជាខ្ញុំជាប់ជាមេឃុំបញ្ញាចិត្តថាខ្ញុំអនុវត្តនៅកម្មវិធីល្អរបស់អង្គការសេដាក់បាទអង្គការសេដាក់អង្គការអភិវឌ្ឍកសិកម្មកម្ពុជាដែលមានអង្គជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិកដែរ USAID ដែរបាទគាត់បានបង្រៀនរបៀបគ្រប់គ្រងឃុំសង្កាត់បានល្អកិច្ចការរដ្ឋបាលក្នុងឃុំរាល់ថ្ងៃបាទគណៈបកគេដែលជាប់ជាមេឃុំគេធ្វើអ្វីគឺយកលុយទាំងអស់យកលុយពីប្រជាពលរដ្ឋទាំងអស់នេះហើយដែលជាចំណុចលំបាករបស់ប្រជាពលរដ្ឋមួយដែរបើសិនជាខ្ញុំជាប់ជាមេឃុំនៅនាទី3នេះគឺខ្ញុំបញ្ញាចិត្តថាបម្រើសេវាជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃទៅតាមច្បាប់ទាំងអស់បាទចុងបញ្ចប់របស់ខ្ញុំគឺថាខ្ញុំបញ្ញាចិត្តបើសិនជាខ្ញុំជាប់ជាមេឃុំនៅក្នុងអាណត្តិទី3នេះខ្ញុំបញ្ញាចិត្តថាអនុវត្តនៅរបបវិមជ្ឈការពិតប្រាកដធ្វើយ៉ាងណាឲ្យសហគមន៍របស់ខ្ញុំបាទសហគមន៍របស់ខ្ញុំរីកចម្រើននិងឲ្យប្រជាពលរដ្ឋសូមជូនពរដល់អស់លោកដែលជាអ្នកជួយឧបត្ថម្ភមេត្តាជួយលើកទឹកចិត្តជួយជាសម្ភារៈដែលខ្ញុំនេះមានកម្លាំងចិត្តកម្លាំងកាយតស៊ូជានិច្ចលុះត្រាតែលោកប្រធានសំស៊ីបានធ្វើជានាយករដ្ឋមន្ត្រីពិតប្រាកដបាទសូមអរគុណជនជាតិខ្មែរកើត